យោធាថៃក្តោបអំណាចក្រោយរំលាយសភានាយករដ្ឋមន្ត្រីថៃគ្មានឥទ្ធិពលសល់ត្រឹមសម្បកទៅទេនៅចំពោះមុខលោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកលោកអនុទានឆានវីរៈគុលនាយករដ្ឋមន្ត្រីថៃចាំផ្ទះបានប្រកាសយល់ព្រមបន្តបទឈប់បាញ់ជាមួយកម្ពុជាប៉ុន្តែអ្វីដែលផ្ទុយស្រឡះនិងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងគឺយោធាថៃបានពង្រីកភ្លើងសង្គ្រាមកាន់តែធំនិងបន្តការវាយប្រហារយ៉ាងសន្ធឹកសន្ធាប់មកលើកម្ពុជាក្រោយរំលាយសភាភ្លាមទឹកមាត់នាយករដ្ឋមន្ត្រីថៃកាន់តែសាបចំណែកឯទឹកមាត់យោធាកាន់តែប្រៃសកម្មភាពនេះបង្ហាញយ៉ាងច្បាស់ថាយោធាថៃកំពុងបើកការឈ្លានពានកម្ពុជាកាន់តែខ្លាំងដែលមិនខ្វល់នឹងសម្ដីបងធំអាមេរិកនិងបណ្ដាប្រទេសផ្សេងៗដែលកំពុងជំរុញឲ្យមានបទឈប់បាញ់នោះឡើយមាត់នាយករដ្ឋមន្ត្រីថៃថាគោរពបទឈប់បាញ់ប៉ុន្តែក្រមយោធាឈ្លានពានហាក់នៅតែប្រងើយកន្តើយបន្តការឈ្លានពានកម្ពុជាទាំងកំរោលក្រមយោធាថៃនៅតែបន្តស្រែកឃ្លានសង្គ្រាមឈ្លានពានយ៉ាងកក្លឿនមិនស្ដាប់សម្ដីម៉ាឡេស៊ីនិងមិនខ្វល់ពីសហរដ្ឋអាមេរិកហ៊ានទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពរាជធានីកូឡាឡាំពូរួចបង្កើតផែនការឈ្លានពានកម្ពុជាសារជាថ្មីនៅតែបន្តចាត់ទុកសម្ដីលោកត្រាំជាខ្យល់ហោះកាត់ត្រចៀកហើយបើការឈ្លានពានលើកម្ពុជាកាន់តែធំនិងហួសបន្ទាត់ក្រហមដែលមេដឹកនាំកម្ពុជាបានកំណត់ក្រោយលោកដូណាល់ត្រាំប្រកាសថាមេដឹកនាំកម្ពុជានិងថៃបានយល់ព្រមបន្តបទឈប់បាញ់ភ្លាមស្រាប់តែយោធាថៃដោយកំរោចូលបើកឈ្លានពានកាន់តែខ្លាំងឡើងការបាញ់ប្រហារចេញពីនាវាចម្បាំងមកលើដែនអធិបតេយ្យភាពកម្ពុជាក្នុងភូមិសាស្ត្រខេត្តកោះកុងបន្តវាយប្រហារនៅខេត្តពោធិ៍សាត់បាត់ដំបងរហូតព្រះវិហារថែមទៀតផងទ័ពអាកាសថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ពីរគ្រឿងមកទម្លាក់គ្រាប់បែកកំទេចស្ពានស្ទឹងមេទឹកឬស្ពានជ័យជំនះនៅស្រុកវាលវែងខេត្តពោធិ៍សាត់ទ័ពជើងទឹកថៃបានបើកការវាយប្រហារជាង40គ្រាប់ចេញពីនាវាចម្បាំងធ្វើឲ្យប្រជាជនស៊ីវិលកម្ពុជាភ័យស្លន់ស្លោភៀសខ្លួនរកទីតាំងសុវត្ថិភាពទាំងកណ្ដាលយកការរំលាយសភានៅថៃមិនខុសពីនាយករដ្ឋមន្ត្រីថៃហុចដាវឲ្យយោធាខ្លួនមកឈ្លានពានលើកម្ពុជាកាន់តែខ្លាំងនោះទេកំឡុងពេលនេះនាយករដ្ឋមន្ត្រីថៃមានត្រឹមតែសម្បកប៉ុណ្ណោះគ្មានសមត្ថភាពទៅទាញដៃយោធាឲ្យចូលមកនឹងកិច្ចព្រមព្រៀងសន្តិភាពបានឡើយរាល់ការលើកឡើងរបស់លោកអនុទាននិងរដ្ឋមន្ត្រីការបរទេសថៃគ្រាន់តែជាពិធីការនិងឈុតក្រែងឆាកការទូតប៉ុណ្ណោះធៀបពិតគ្មានឥទ្ធិពលលើយោធានោះទេ